ប្អូននេះឃើញទេថ្មទេតែដំកល់នៅលើថ្មយ៉ាងរឹងមាំតែម្ដងបងប្អូននេះដើមឈើនេះប្លែកហ្មងវល់ដុះមកបាទគ្រប់ជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំមានវីដេអូមួយខ្ញុំចង់បង្ហាញអំពីទីតាំងមួយកន្លែងគឺនៅក្រៅភ្នំរាប់បាតនៅខាងទីរំខាត់កំពង់ឆ្នាំងយើងណាហើយនេះគឺជាទស្សនវិជ្ជាផ្លូវឡើងទៅខាងលើបងប្អូនកលេចមើលជុំវិញគឺសុទ្ធតែថ្មតែម្ដងហើយធម្មជាតិខែនេះវាមិនទាន់បានជាខៀវល្អទេបងប្អូននៅសារតែនៅដើមឆ្នាំយើងចិត្តដល់ខែវស្សានេះខែវស្សានេះគឺយើងពុំសូវមានភ្លៀងធ្លាក់អត់ដល់ទេអញ្ចឹងធម្មជាតិទាំងអស់គឺយើងឃើញទេពីមុនវាលក្ខណៈតែឆេះព្រៃអញ្ចឹងណាពេលអញ្ចឹងទៅមិនទាន់អញ្ចឹងស្អាតទេហើយនេះគឺជាផ្លូវឡើងទៅកាន់កពូលភ្នំហើយផ្លូវនេះយើងអាចធ្វើដំណើរដោយឡានបានប៉ុន្តែយើងអត់យកមកទេអានេះគឺបងប្អូនប្រជាពលរដ្ឋដែលគាត់មកលើនឹងដែរពុកម៉ែបងប្អូនជាទីមេត្រីពុកម៉ែបងប្អូនដែលធ្លាប់ស្គាល់ភ្នំនេះហើយក៏ធ្លាប់បានមកលេងប្រហែលជាធ្លាប់បានឡើងបានដឹងហើយថាទេសភាពដូចជាភាពស្ងប់ស្ងាត់វាហាក់បីដូចជាវាច្រើនរៀងស្ងប់ស្ងាត់ច្រើនណាមិនដូចជាតំបន់រមណីយដ្ឋានមួយចំនួនផ្សេងទេហើយនៅទីនេះគឺយើងអាចចាត់ទុកថាជារមណីយដ្ឋានមួយដែរដោយសារវាជាភ្នំហើយយើងឡើងខ្ពស់ទៅយើងអាចមើលឃើញទេសភាពបានឆ្ងាយបានវែងណាបាទហើយនេះដំណើរ TV ក៏ជាងចូលលេងបន្តិចដោយសារតែជាទឹកដីរបស់ខ្លួនឯងទេប៉ុន្តែអត់ដែលបានចូលមកលេងទេហើយថ្ងៃនេះខ្ញុំក៏ឆ្លៀតពេលទៅក៏បានឡើងមកលេងនៅទីនេះបន្តិចហើយក៏ចង់បង្ហាញជាមួយនឹងទេសភាពទៅកាន់ពុកម៉ែបងប្អូនដើម្បីបានទស្សនាជាមួយនឹងបាទបរិយាកាសនៅទីនេះអានេះគឺផ្លូវយើងឡើងគឺជាផ្លូវគេចាក់បេតុងតែម្ដងហើយថ្មធំណាបងប្អូនណាថ្មធំហើយដើមឈើសឡូនស្អាតតែម្ដងហើយនៅខាងលើនេះអត់បានមើលដូចជាគេសាងសង់ព្រះវិហារនៅលើកំពូលភ្នំតែម្ដងអាយ៉ានេះបងប្អូននេះដើមឈើនេះស្អាតណាស់ដើមឈើនេះប្លែកហ្មងវល់ដុះមកដូចខ្ញុំបានប្រាប់អញ្ចឹងភ្លើងបែរជាភ្លើងឆេះពីមុនមកអញ្ចឹងទៅអត់បានស្អាតអូបងប្អូនណែព្រះវិហារនៅខាងលើតែម្ដងណាគឺខ្ញុំអត់ដែលឡើងមកទេទោះបីជាទឹកដីកំណើតខ្លួនឯងក៏ដោយគឺអត់ដែលបានឡើងមកសោះហើយនេះក៏ជាលើកទី1ដែរហើយនេះផ្លូវយើងឡើងមករៀងឆ្ងាយគួរសមដែរបងប្អូនណាបាទនៅខាងលើយើងមានណាបច្ច័យដីហើយយើងមានព្រះវិហារនៅទីនេះហើយនេះគឺជាទីតាំងផ្នែកខាងលើតែម្ដងបាទអូឆ្ងាយនៅទីមួយនេះគឺជាទីធ្លាទាំងមូលនៅផ្នែកខាងលើនៃនិវត្តបងប្អូនហើយខាងលើយើងមានកត់នេះកត់របស់ព្រះសង្ឃហើយនេះចែកដីអូនេះថ្មបងប្អូនណានេះមកនេះបងប្អូនថ្មនេះពិសេសបងប្អូនណាពិសេសមែនតើនៅដំកល់លើនឹងតែម្ដងបាទថ្មពិសេសមែនតើអូនោះលោកយាយតាកូនចៅសុំសុខសុំសប្បាយនេះគឺជាទស្សនវិជ្ជាផ្ទៃខាងលើទាំងមូលតែម្ដងបងប្អូនណាបាទបងប្អូននេះហៅថាភ្នំរាប់បាតក៏ពិតវត្តគិរីវាអង្គតហៅភ្នំរាប់បាតបងប្អូនណានេះខ្ញុំលើកទី1នៅស្រុកខ្លួនឯងទេតែអត់ដែលបានឡើងមកសោះហើយនេះក៏ជាលើកទី1ដែរសម្រាប់ខ្ញុំមកទីនេះក៏ឈៀងឆ្លៀតមកមើលបាទហើយនេះគឺជាទស្សនវិជ្ជានៅ
ខាងលើភ្នំតែម្ដងបាទតែយើងមើលអត់បានឆ្ងាយទេព្រោះសារតែដើមឈើនេះទីនេះខ្ពស់បងប្អូនយើងអត់ទាន់អាចរកកន្លែងណាបានយើងឈរបានខ្ពស់ជាងនេះដើម្បីមើលពីបរិវេណនៅជុំវិញតែម្ដងឥឡូវយើងដើរទៅចំណុចមួយទៀតបងប្អូននេះសបោណាបងប្អូនចែកដីថ្មធំធំមកបងប្អូននេះជាទស្សនភាពដែលយើងឡើងមកដល់ខាងលើអូបងស្អាតណាណែយើងមើលពីលើទៅបងប្អូនយើងមើលពីខាងហ្នឹងក៏យើងមើលឃើញនៅបងប្អូនភ្នំចពុះនៅខាងប្រៃខ្មែរគូប្រទេសយើងក៏យើងមើលឃើញដែរនេះយើងមើលពីភ្នំរបាតទៅភ្នំពីភ្នំហ្នឹងហើយភ្នំចពុះហើយយើងក៏មើលពីនេះទៅក៏យើងឃើញទីរួមខេត្តកំពង់ឆ្នាំងពីនេះដែរហើយយើងមើលឃើញបឹងណាធំបឹងនៅកំពង់ឆ្នាំងយើងហៅបឹងគូប្រទេសហ្នឹងអានេះគឺជាបរិវេណពីខាងលើបងប្អូនអូពុះហ่ะបងប្អូននេះគេសរសេរអក្សរគេប្រើបែបទឹកខាងកំពង់នេះភ្នំរបាតអ្នកកសាងឧបាសកនេះតាំងពីឆ្នាំណាchứនេះដាក់ឆ្នាំផងនេះគឺទីធ្លាខាងលើពហិតែម្ដងស្ងាត់បងប្អូនមិនសូវជាមានជាពលរដ្ឋមករស់នៅអ៊ូអទេមករស់នៅមកលេងកំសាន្តអីទេបងប្អូននេះដែលខ្ញុំចង់ឲ្យមើលពីត្រង់ថ្មនេះបងប្អូននេះឃើញទេថ្មទេតែតម្កល់នៅលើថ្មយ៉ាងរឹងមាំតែម្ដងបងប្អូនបាទនេះបងប្អូនអើយគួរស្ញប់ស្ញែងណាស់បងប្អូនងាកទៅខាងនោះឃើញសណាបងប្អូនអានោះទឹកឯណាទឹកបឹងទេនោះទឹកបឹងបងប្អូនខ្ញុំភ្លេចឲ្យមើលនេះពិសេសមែនតើនេះថ្មអូយខ្ញុំអត់បានចាប់អារម្មណ៍មើលនេះឃើញបងប្អូននៅភ្លុះនឹងស្អាតចឹងតែហ្មងបងប្អូនណាពិសេសមែនតើហើយសម្រាប់ពុកម៉ែបងប្អូនចង់មកទស្សនាក៏ដូចជាមកលេងនៅទីនេះយើងបងប្អូនអាចមកបាននៅទីតាំងនៅចិត្តដែរទេខាងត្បូងផ្សារព្រៃខ្មែរប្រហែលជា200ទៅ300ម៉ែត្រហ្នឹងទីតាំងហ្នឹងហើយបងប្អូនអាចមកលេងបាននៅទីនេះនៅខេត្តកំពង់ឆ្នាំងបងប្អូនបើយើងធ្វើដំណើរពីខេត្តមកចេញពីខេត្តមកផ្លូវមកបំពេញអាហ្នឹងចម្ងាយដូចជា10គីឡូជាងទេយើងមកធ្វើដំណើរមកដល់ហើយនៅងាកមកឆ្វេងដៃឃើញហើយឃើញភ្នំមួយភ្នំដបងវត្តភ្នំដបងហ្នឹងហៅភ្នំចំពោះហ្នឹងនៅខាងព្រៃខ្មែរយើងធ្វើដំណើរបន្តមកទៀតហ្នឹងអាហ្នឹងហៅភ្នំរាប់បាតយើងហ្នឹងដែលយើងកំពុងតែថតវីដេអូឲ្យមើលផ្ទាល់ហ្នឹងបាទហើយខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែចង់បង្ហាញតែប៉ុណ្្នឹងទេអានេះគឺជាទីធ្លាផ្ទាល់តែម្ដងនៅខាងលើវត្តណាអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនដែលបានចូលរួមទស្សនាហើយកុំភ្លេចជួយចុច like ក៏ដូចជា subscribe ឆានែល YouTube ខ្ញុំម្នាក់មួយផងបាទអរគុណ